Mà mới này cứ chia Lexus LM 350H ដែលយើងមានក្នុង stock មួយគ្រឿងហើយបន្តទៀតនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់ Marrakesh ជាមួយនឹង screen របស់ឡានតលគេដំបូងយើងបើក remote control នេះមកហើយចុចទៅលើ Oyo ហើយចុចកន្លែងនេះដើម្បីបើកចុចយកពាក្យថា Rear Marrakesh អូខេបន្តមកទៀតនៅលើអេក្រង់របស់ LCD នេះគឺវានឹងបង្ហាញឈ្មោះរបស់វាគឺ RR system នៅក្នុងទូរស័ព្ទយើងអាចបើក Smart View នៅក្នុង Android ចឹងនៅផ្នែកខាងលើអូសមកហើយរកពាក្យថា Smart View មួយនេះ Smart View ចឹងឈ្មោះ RR system ចុច connect ទៅ RR system ហ្នឹងចុច start now អូខេចឹងនៅលើទូរទស្សន៍នឹងបង្ហាញមកគឺសួរថា accept Galaxy A32 ឬក៏អត់ចឹងនៅក្នុង tele នេះយើងចុចពាក្យថា menu ដើម្បីចុចពាក្យថា OK នេះអូខេអត់ទៅអូចុចលើស្ដាប់អត់ទៅមិនចុចលើខាងឆ្វេងចឹងមិនអត់ទៅអូខេឥឡូវជាប់ហើយហើយឧទាហរណ៍ថាយើងចូលនៅក្នុង YouTube ដើម្បីចាក់ចម្រៀងស្ដាប់អូខេនេះគេ review ពីឡើង Hi guys, my name is Anna and I'm into the binary options trading. ចុចដាក់ទៅតាំងហើយបង្ហាញនេះហើយនៅក្នុងទូរទស្សន៍នេះក៏យើងអាចសេរីដើម្បីបែងចែក screen ជា2ឬក៏យើងដាក់ចូលជាមួយគ្នាអញ្ចឹងបើសិនជាបងប្អូនចង់ដាក់ screen នឹងចូលជាមួយគ្នាយើងអាចចូលទៅក្នុង setting ហើយនេះយើង synchronize link from នេះ synchronize នេះ lens display មាន single មាន cinema មាន full មាន twin ចាំបើយើងដាក់ full វានឹងបង្ហាញពេញទៅលើអេក្រង់ហើយបើសិនជាយើងចុចយក display នេះទៅជា cinema វានឹងដូរទម្រង់តូចជាងមុនបន្តិចហើយបើសិនជាយើងដូរទៀតទៅជា single គឺវាកាន់តែតូចជាងហើយបើសិនជាចង់បិទចុចបិទមួយបាន